chẳng màបញ្យល់បន្តិចសង្ខេបបន្តិចតកតងទៅនឹងលោភៈហ្នឹងបងពីមុនបាននិមសាហើយបានបញ្យល់ភាសាហើយបានជាការច្បាស់លាស់មកបញ្យល់ភាសាទៀតគ្រាន់សង្ខេបទេអញ្ចឹងលោភៈមូលចិត្ត8ដួងនេះដែលបល័យថាលំបតីតិលោភោសភាវៈដែលឈ្មោះថាលោភៈហ្នឹងព្រោះអត្ថាហ្នឹងអត្តហ្នឹងបានន័យថាសេចក្តីបងសេចក្តីថាឬក៏អត្ថាអញ្ចឹងណាព្រោះអត្ថាចង់បានលោភៈមូលចិត្ត8ដួងនេះជាចិត្តដែលកើតឡើងអាស្រ័យលោភៈជាហេតុជាប្រធានពោលគឺការត្រេកអរចង់បានជាប់នៅក្នុងអារម្មណ៍ផ្សេងជាចិត្តប្រភេទនេះទើបកើតឡើងអញ្ចឹងចិត្តលោភៈកើតឡើងដែលចង់បានកើតឡើងហើយមិនងាយនឹងលះបង់ទៅវិញទេព្រោះមិនងាយនឹងលះបង់ចោលទៅវិញហើយនឹងឈ្មោះថាលោភៈការចង់បានហើយវាចង់បានហួសប្រមាណទៀតនឹងមិនស្គាល់ប្រមាណក្នុងការស្វែងរកមិនស្គាល់ប្រមាណក្នុងការបរិភោគមិនស្គាល់ប្រមាណអញ្ចឹងហើយនឹងទៅយទោសវិញព្រោះចិត្តចង់បានរហូតដល់អ្នកខ្លះគឺមិនមែនចិនត្រឹមតែចង់បានធម្មតាតាមធម៌អីទេគឺពីលើអំពីការចង់បានតាមធម្មតាតាមច្បាប់អីចឹងណាទៅជាបំពេញគេកេងប្រវាញ់លួចឆោបោកបញ្ឆោតឬក៏បំពេញគេយ៉ាងណាដោយហេតុយ៉ាងណាឲ្យតែបានមកខ្លួនចឹងណាអាហ្នឹងវាឈ្មោះថាលោភៈវាលើសពីកម្រិតនៃការចង់បានធម្មតាបងហើយនេះគឺលក្ខណៈតិចតកៈរបស់លោភៈញាតិញោមមើលខាងក្រោមបងលក្ខណៈតិចតកៈរបស់លោភៈចឹងពាក្យថាលក្ខណៈហ្នឹងលក្ខណៈបូកជាមួយនឹងអតិបូកជាមួយនឹងចតុកៈលក្ខណៈហ្នឹងប្រែមកទៅគ្រឿងសម្គាល់លក្ខណៈហ្នឹងប្រែមកទៅគ្រឿងសម្គាល់បូកជាមួយនឹងអតិលក្ខណៈអតិហ្នឹងគឺកាត់បត់ហ៎បងលក្ខណៈបូកជាមួយនឹងអតិបូកជាមួយនឹងចតុកៈហ្នឹងហើយអញ្ចឹងលក្ខណៈហ្នឹងប្រើមកថាគ្រឿងសម្គាល់អតិជាដើមចតុកៈហ្នឹងគឺ4អញ្ចឹងលក្ខណៈតិចតកៈរបស់លោភៈហ្នឹងបានន័យថាគ្រឿងសម្គាល់4យ៉ាងរបស់លោភៈឬក៏ថាលោភៈហ្នឹងមានគ្រឿងសម្គាល់4យ៉ាងដែលសម្រាប់ឲ្យយើងស្គាល់ណាអញ្ចឹងប្រសិនបើមិនយល់ពាក្យលោភៈពីខាងដើមពីលើមកទេយើងមើលទៅលក្ខណៈតិចតកៈរបស់វាហ្នឹងយើងអាចនឹងយល់សេចក្តីនឹងបានហើយប្រសិនបើយល់អំពីពាក្យថាលោភៈហើយហ្នឹងក៏ល្អហើយមិនចាំអំពីលក្ខណៈតិចតកៈក៏អត់ទៅសំខាន់ឲ្យតែយល់ទៅពាក្យថាទោសៈលោភៈហ្នឹងបងប៉ុន្តែបើសិនជាមិនទាន់យល់សេចក្តីហ្នឹងឲ្យច្បាស់លាស់ទេស្មានឹងបង្ហាញអំពីលក្ខណៈតិចតកៈហ្នឹងដើម្បីជាគ្រឿងសម្គាល់បន្ថែមទៀតឲ្យថាលោភៈហ្នឹងយ៉ាងម៉េចចិត្តរបស់លោភៈហ្នឹងយ៉ាងម៉េចតើនេះយ៉ាងចឹងលក្ខណៈតិចតកៈរបស់លោភៈបានន័យថាគ្រឿងសម្គាល់របស់លោភៈ4យ៉ាងទី1គឺអារមណៈកហណៈលក្ខណោអានថាអារមណៈអត់អានថាអារម្មណ៍ទេអារមរៈនឹងមៈនឹងអានថារមអារមៈណកហណៈលក្ខណោមានការកាន់យកនៅអារម្មណ៍ជាលក្ខណៈប៉ុន្តែស្មាបានសរសេរយកមានការកាន់អារម្មណ៍ចឹងក៏បានកាន់យកអារម្មណ៍ចឹងក៏បានមានការកាន់យកអារម្មណ៍ជាលក្ខណៈដូចស្វាជាប់ជួរដូចស្វាកាន់ជួរអញ្ចឹងណាបងអញ្ចឹងលោភៈគឺជាចិត្តចង់បានបន្ទាប់ពីចង់បានហើយហ្នឹងក៏កាន់យកទទួលយកអញ្ចឹងទៅចិត្តហ្នឹងណាចិត្តដែលចង់បានហ្នឹងមិនព្រមលះហ្នឹងឈ្មោះថាការកាន់យកនៅអារម្មណ៍នោះដូចស្វាដែលកាន់ជួរអញ្ចឹងកាលណាកាន់ជួរគឺស្អិតជាប់ជួរហ្នឹងហើយព្រោះកាលណាកាន់គឺស្អិតហើយស្អិតដៃយកដៃនឹងមកប៉ះជាមួយនឹងរោមហ្នឹងក៏ស្អិតជាប់នឹងរោមទៀតអញ្ចឹងបានលោកប្រៀបថាកាន់យកនៅអារម្មណ៍ជាលក្ខណៈហ្នឹងដែលជាគ្រឿងសម្គាល់ណាដូចជាស្វាជាប់ជួរស្វាកាន់ជួរកាលណាកាន់ទៅគឺមានការស្អិតជាប់ព្រោះដោយថាអ្នកដែលចង់បានអញ្ចឹងចង់បានរបស់អ្វីមួយអញ្ចឹងទៅក៏ជាប់នៅក្នុងរបស់នោះដូចចោលដែលមុននឹងលួចគេទៅកើតណា
មុននឹងលួចគេមកពីចិត្តចង់បានសិនសម្លឹងឃើញរបស់គេនឹងហើយចិត្តហ្នឹងក៏ជាប់ក្នុងរបស់ហ្នឹងមិនព្រមលះបងចិត្តហ្នឹងជាប់ក្នុងរបស់ហ្នឹងឯងដូចស្វាជាប់ជ័រហ្នឹងហើយរហូតដល់ទៅលួចទៅប្លន់កេងប្រវាញ់អីចឹងទៅដើម្បីបានចឹងណាបងមួយទៀតគឺអភិសង្កហរសោមានការជាប់ជំពាក់ក្នុងអារម្មណ៍ជាកិច្ចអញ្ចឹងពីមុនគ្រាន់ថាកាន់យកអារម្មណ៍ឯងសម្លឹងឃើញកាន់យកនិមិត្តហ្នឹងហ្នឹងហើយកាន់យកបើន័យថាយើងគិតក្នុងចិត្តយើងឯងមិនមែនយើងទៅកាន់របស់អស់ក្នុងភ្លាមឯងយើងគាត់គិតក្នុងចិត្តហ្នឹងចិត្តយើងមកជាប់នៅក្នុងអារម្មណ៍ហ្នឹងភ្នែកឃើញរូបទៅអញ្ចឹងចិត្តហ្នឹងក៏ជាប់នៅក្នុងរូបហ្នឹងទៅជាប់ក្នុងសម្លេងហ្នឹងទៅជាប់ក្នុងរសហ្នឹងទៅជាប់ស្អិតហ្នឹងទៅហើយក៏មានការជាប់ជំពាក់កិច្ចរបស់វាគឺមានការជាប់ជំពាក់ចិត្តហ្នឹងវាដកមិនរួចណាជាប់ជំពាក់ដោយថាយើងមានសរសៃអំបោះអីដែលយើងជំពាក់វគ្គវិននឹងច្រើនប្រញេរញ៉ាយច្រើនពិបាកក្នុងការស្ដាយអញ្ចឹងហ្នឹងហើយឬក៏ដូចស្មៅគេហៅថាស្មៅដំណេកទន្សាយញញោមធ្លាប់ទៅខ្វៀលគោឃើញអាស្មៅជាគុំហើយវាមានផ្កាវាហ្នឹងវាផ្កាផ្លែទៅវាច្វាក់ចូលគ្នាដូចយើងសក់កដាញ់អញ្ចឹងដូចសក់កដាញ់អញ្ចឹងឯងហើយផ្កាផ្លែវាហ្នឹងវាមុតមានចុងស្រួចដូចយើងលំពេងអញ្ចឹងហើយស្មៅប្រភេទស្មៅតូចៗអីហើយទន្សាយវាអាស្រ័យដេកពួនអីនៅអាគុំស្មៅហ្នឹងបានគេឲ្យឈ្មោះថាស្មៅដំណេកទន្សាយស្មៅដំណេកទន្សាយហ្នឹងវាដែលវាផ្លែមកអញ្ចឹងទៅផ្លែវានឹងវាឆ្វាក់ជាប់គ្នាដូចយើងសក់កដាញ់អញ្ចឹងឆ្វាក់ជាប់គ្នាពេលដែលយើងដើរទៅប៉ះទៅអីអញ្ចឹងទៅវាអាចមុតជាប់ជាមួយនឹងខោជាប់មួយអាវសម្ពុតអីយើងអញ្ចឹងបងដែលធ្លាប់ទៅខ្វៀលគោអីហ្នឹងមានដែរដូចខ្ញុំភាពអីធ្លាប់ទៅខ្វៀលគោនៅភ្នំនៅអីហ្នឹងអាហ្នឹងមានស្មៅដំណេកទន្សាយហ្នឹងឯងអាស្មៅហ្នឹងផ្លែវាចងឆ្វាក់ជាប់គ្នាដូចដើមផ្សេងគ្នាទៅប៉ុន្តែវាពុតមកវាជាប់ជាមួយគ្នាហ្នឹងវាឆ្វាក់ចូលជាមួយគ្នាហ្នឹងដោយសក់កដាញ់អញ្ចឹងឯងអញ្ចឹងព្រះលោកប្រៀបថាដូចជាស្មៅដំណេកទន្សាយអញ្ចឹងឯងដែលវាឆ្វាក់ចូលគ្នាទៅវាពិបាកក្នុងការស្រាយបេះវាវិញឬក៏ដូចជាអំបោះដែលយើងដែលវាជាប់ជំពាក់គ្នាខ្លាំងពេកទៅពិបាកក្នុងការស្រាយហ្នឹងហើយឬក៏ដូចដុំសាច់ដែលគេដាក់លើអំបែងក្តៅដល់ដាក់ទៅអាសាច់ហ្នឹងវាជ្រាបចូលទៅក្នុងអំបែងហ្នឹងវាស្អិតជាប់ជាមួយអំបែងក្តៅហ្នឹងណាយ៉ាងណាមិញដូចគ្នាទៅនឹងលោភៈចិត្តកាលណាដែលយើងមានចិត្តលោភៈកើតឡើងហើយដែលចង់បានអ្វីមួយហ្នឹងគឺវាមិនងាយលះវិញចិត្តហ្នឹងចង់បានហើយដេកដើរដេកគិតដើរគិតអង្គុយគិតគឺគិតចង់បានរបស់នោះអញ្ចឹងណាបងចិត្តមិនលះហ្នឹងចង់បានរបស់នោះអានោះឈ្មោះថាជាចិត្តលោភៈហើយមួយទៀតគឺអបរិច្ចាកៈបច្ចុប្បដ្ឋានោអបរិច្ចាកៈបច្ចុប្បដ្ឋានោមានការមិនលះបង់ជាផលដូចជាសម្ពុតជ្រលក់ពណ៌អញ្ចឹងផលរបស់វាមិនលះទេចង់និយាយថាចិត្តដែលគិតពីខាងដើមមកនៅក្នុងអារម្មណ៍ជាប់នៅក្នុងអារម្មណ៍នឹងហើយរហូតដល់មានការស្អិតរមួតនៅក្នុងអារម្មណ៍ហ្នឹងដោយចឹងផលរបស់វាគឺមិនងាយលះបង់បានងាយលះចិត្តនឹងបានវិញដូចថាញោមចង់បានអ្វីមួយចឹងញោមចង់បានអីជៀនពេជ្រក៏អីឬក៏ម៉ូតូឡានអីចឹងក៏ចង់បានចឹងទៅហើយចិត្តហ្នឹងវាមិនលះក្នុងសភាពនៃការចង់បានចឹងនឹងលោកប្រៀបថាដូចជាសម្ពុតដែលចលក់ពណ៌អញ្ចឹងមិនងាយនឹងលះបង់អាពណ៌ហ្នឹងចេញវិញបានណាមិនចឹងដូចអ្នកដែលចង់បានរបស់គេអីចឹងមកពីចិត្តចង់បានហ្នឹងហើយបានមកពីមានការលះបង់ហ្នឹងហើយបានទៅជាយកបំពេញគេឲ្យទៅបានតែដូចជារឿងសัตว์ក្អែកដែលស្មាលើកឧទាហរណ៍ថ្ងៃមុនអញ្ចឹងក្អែកដែលស៊ីសត្វគោសត្វក្របីហ្នឹងដែលវាដែតចូលទៅក្នុងសមុទ្រហ្នឹងដល់ជាតិហ្នឹងវាជាប់ក្នុងរសហ្នឹងចឹកទំពាស៊ីទៅវាជាប់នៅក្នុងរសជាតិនៃសាច់ហ្នឹងហើយមិនដឹងថាអន្តរាយមកចេះតែដែតទៅរហូតដល់កណ្ដាលសមុទ្រអីចឹងទៅរកកោះរកត្រើយគ្មានអញ្ចឹងហៅតាណាក៏លែងកើតដែរដោយសារតែមកពីមិនលះបង់នៅអាសាច់ហ្នឹងមិនលះបង់ជាប់ចិត្តស្អិតរមួតនៅក្នុងរសជាតិនៃសាច់ហ្នឹងឯងរហូតដល់
បង្កើតនៅការវិនិច្ឆ័យបងឬមួយដូចជាស្វាឧទាហរណ៍ស្វាអញ្ចឹងស្វាកាន់ដូងឬក៏កាន់បាល់ញញប់ណែឃើញស្វាទេស្វាកាន់បាល់ស្វាកាន់បាល់អត់ងាយលះទេបានបាល់កាន់ដេកក៏កាន់ដើរក៏កាន់វិលចុះវិលឡើងនៅជុំវិញផ្ទះដើមឈើដែលយើងចងស្វាហ្នឹងណាហើយវាកាន់បាល់រហូតកាន់កូនបាល់អញ្ចឹងទី1គឺចិត្តហ្នឹងចង់បានអាបាល់ហ្នឹងហើយក៏កាន់យកបាល់ហ្នឹងបាទអាកាន់យកឲ្យស្អិតទេបាទស្អិតមិនលះទេគឺការងាររបស់វាគឺកាន់យ៉ាងឯងកាន់ចុះកាន់ឡើងកាន់ចុះកាន់ឡើងហើយមិនព្រមលះនៅបាល់ហ្នឹងទេដូចស្វាបានបាល់អញ្ចឹងឯងអញ្ចឹងលោភៈគឺមានលក្ខណៈអញ្ចឹងឯងហើយមកខាងក្រោមអយោនិទី4ហ្នឹងណាអយោជានិយៈធម្មេសុអាសាទៈទស្សនៈបតដ្ឋានោអយោជានិយៈធម្មេសុអាសាទៈទស្សនៈបតដ្ឋានោមានការឃើញដោយសេចក្តីគប់ចិត្តក្នុងធម៌ដែលជាសង្យោជនៈដែលជាអារម្មណ៍របស់សង្យោជនៈជាហេតុចិត្តអញ្ចឹងចង់និយាយថាតលតែមានរបស់ដែលគប់ចិត្តនឹងដែរបានចិត្តលោភៈនឹងវាកើតដែរប្រសិនបើមិនមានរបស់ណារឿងអ្វីណាដែលគប់ចិត្តយើងទេអញ្ចឹងចិត្តលោភៈហ្នឹងក៏អត់កើតឡើងដែរឧទាហរណ៍ថាយើងទទួលទាននៅអាហារអញ្ចឹងណាបងទទួលទានអាហារហើយរសជាតិឆ្ងាញ់យើងក៏ជាប់នៅក្នុងរសហ្នឹងចង់បរិភោគហើយចង់បរិភោគទៀតថ្ងៃក្រោយចង់បរិភោគរសជាតិហ្នឹងទៀតថ្ងៃក្រោយឡើងចង់បរិភោគរសជាតិហ្នឹងទៀតវាអញ្ចឹងណាអាហ្នឹងឈ្មោះថាជាប់ចិត្តស្អិតរមួតនៅក្នុងរសជាតិហ្នឹងឯងមិនបានជាប់ថាមកអំពីរសជាតិហ្នឹងវាត្រូវចិត្តយើងអញ្ចឹងវាមានការកប់ចិត្តរបស់យើងនេះបានที่យើងជាប់នៅក្នុងរសជាតិហ្នឹងទទួលទានទឹកឯណាដល់ថាកាហ្វេទទួលទានកាហ្វេអញ្ចឹងទៅក៏ជាប់ក្នុងរសជាតិនៃកាហ្វេហ្នឹងទៅអញ្ចឹងអាទី4នេះក្នុងន័យថាមានការឃើញសេចក្តីគប់ចិត្តក្នុងធម៌ដែលជាអារម្មណ៍របស់សញ្ញោចនៈជាហេតុចិត្តអញ្ចឹងតើតែមានអារម្មណ៍ជាទីគប់ចិត្តដែរបានលោភៈនឹងវាកើតឡើងឧទាហរណ៍ថាឮសូរសំឡេងអញ្ចឹងបើសិនជាសំឡេងហ្នឹងអត់ព្រោះយើងទាស់ចិត្តយើងអត់ចង់ស្ដាប់ទេស្ដាប់តែម្ដងធុញហ្មងស្ដាប់តែម្ដងធុញឬក៏យើងដើរចេញយើងមួម៉ៅហ្មងគាត់ឮសូរសំឡេងហ្នឹងយើងអត់ពេញចិត្តនោះប៉ុន្តែបើសិនជាសំឡេងហ្នឹងយើងពេញចិត្តវិញយើងព្រោះស្ដាប់ទៅហើយយើងរីករាយនឹងជាទីគប់ចិត្តរបស់យើងរីករាយយើងសប្បាយយើងចង់ស្ដាប់ទៀតចង់ស្ដាប់ហើយចង់ស្ដាប់ទៀតថ្ងៃក្រោយឡើងចង់ស្ដាប់ទៀតចង់ស្ដាប់បានសំឡេងហ្នឹងទៀតឧទាហរណ៍ចម្រៀងអីចឹងទៅដែលយើងគប់ចិត្តគប់អីហ្នឹងគឺយើងចង់ស្ដាប់អីទៅរាល់ថ្ងៃចឹងទៅប៉ុន្តែមើលលោកសូត្រធរអីវាអាចធុញវាបច្រាស់នឹងចិត្តយើងចង់បានណាលោកសូត្រធរដាក់មីក្រូមករត់តែឯងស្ដាប់និយាយគ្នាមិនបានស្ដាប់ចម្រៀងមិនបានអញ្ចឹងជួនកាលទាស់ចិត្តនឹងលោកសូត្រធរអាចារ្យសូត្រធរណាព្រលឹមឡើងម៉ោង4ម៉ោង5គាត់ថ្លែងគុំព្រះបុណ្យទានអីក្នុងភូមិអញ្ចឹងណាបុណ្យដាភូមិបុណ្យអីនោះអាចារ្យដាក់មីក្រូងោងអ៊ីមេហេទីបធូបាទីសាការ៉េទាំងព្រលឹមហើយយើងពងដេកលក់ស្រួលគេងលក់ស្រួលសម្រាប់លក់ស្រួលភ្ញាក់ឡើងខឹងមួម៉ៅនៅសំឡេងធរទៀតមកពីអីថាអាចិត្តយើងវាមានការទើសទាស់ណោះវាមិនចង់បានសំឡេងអញ្ចឹងហើយវាមកប្រកាសនឹងតិចយើងទើសទាស់តាមផ្លូវចិត្តអញ្ចឹងយើងអត់ចង់លឺទេប៉ុន្តែបើសិនជាភ្ញាក់វាព្រលឹមដូចគ្នាស្រាប់តែកញ្ចាក់សំឡេងណាចម្រៀងណាឬក៏ធរណាដែលយើងកប់ចិត្តវិញណាអូស្ដាប់ទៅព្រោះឡើងក៏លួចដេកលក់ថែមទៀតនឹងអញ្ចឹងណាខ្ញុំប្រៀបហ្នឹងមកពីអីមកពីកប់ចិត្តបងតែកប់ចិត្តគឺអារម្មណ៍លោភៈនឹងវាកើតឡើងអញ្ចឹងណាយល់តើទៅទៅនឹងលក្ខណៈអតិចតកៈហ្នឹងឯងបងលក្ខណៈសម្គាល់ហ្នឹងលក្ខណៈសម្គាល់ហ្នឹងគ្រាន់តែជាគ្រឿងបន្ថែមដើម្បីឲ្យយល់ពាក្យថាលោភៈហ្នឹងហើយបើមិនយល់អត់ទៅសំខាន់អត់ទៅយល់ពាក្យថាលោភៈហ្នឹងគឺចិត្តចង់បានហើយជាប់អ្នកគ្រូចង់សួរអីហ៎
ចិត្តចង់បានជាប់ហ្នឹងចង់និយាយថាវាតាមអារម្មណ៍ទាំង6តាមទ្វារទាំង6តាមភ្នែកតាមត្រចៀកតាមច្រមុះតាមអណ្ដាតតាមកាយតាមចិត្តរបស់យើងតើណាពាក្យថាអារម្មណ៍ហ្នឹងគឺវាមាន6យ៉ាងអារម្មណ៍អញ្ចឹងញោមត្រូវតែច្បាស់នៅក្នុងរឿងពាក្យថាអារម្មណ៍ទៀតស្អីគេអារម្មណ៍ភ្នែកឃើញរូបអញ្ចឹងអារូបហ្នឹងគឺជាអារម្មណ៍សំឡេងគឺជាអារម្មណ៍រសជាតិគឺជាអារម្មណ៍ក្លិនគឺជាអារម្មណ៍អ្វីដែលមកប៉ះនឹងកាយក្តៅត្រជាក់រុនរឹងទន់លហើយមកប៉ះនឹងកាយយើងហ្នឹងរបស់ទាំងអស់ហ្នឹងគឺជាអារម្មណ៍គេហៅថាផោតតពីអារម្មណ៍ចិត្តយើងត្រូវរិះគិតនៅក្នុងរឿងអ្វីមួយអារឿងដែលយើងត្រូវគិតហ្នឹងគឺជាអារម្មណ៍តោះនេះបងហ្នឹងហើយគឺជាអារម្មណ៍អញ្ចឹងឲ្យច្បាស់ក្នុងរឿងអារម្មណ៍យត់ច្រឡំអារម្មណ៍វិលរឿងអារម្មណ៍ទៀតបងអញ្ចឹងឲ្យច្បាស់រឿងអារម្មណ៍ទៅយើងអាចដឹងប្រកបបានថាចិត្តជាប់ជំពាក់នៅក្នុងអារម្មណ៍ស្អីគេចិត្តស្អីគេអារម្មណ៍ហ្នឹងហើយអាចិត្តចង់បានមិនព្រមលះហ្នឹងដូចថាញោមស្ដាប់ចម្រៀងនេះព្រោះកប់ចិត្តអញ្ចឹងចង់ស្ដាប់ហើយចង់ស្ដាប់ទៀតចង់ស្ដាប់ហើយចង់ស្ដាប់ទៀតហ្នឹងអាការមិនលះហ្នឹងអាហ្នឹងឈ្មោះថាលោភៈតើណាចិត្តលោភៈឮឃើញរូបអ្នកណាដែលយើងពេញចិត្តយើងកប់ចិត្តខូចបានលើកយឺតតិចហ្នឹងណាដាក់ពីណីឲ្យអានលោភៈ8ដួងណាបងអញ្ចឹងញោមស្ដាប់តិចទៅហ្នឹងស្មារតីយល់តិចហ្នឹងហើយអញ្ចឹងថាភ្នែកយើងឃើញរូបហ្នឹងគឺជាអារម្មណ៍របស់ខាងក្រៅហ្នឹងគឺជាអារម្មណ៍ហើយរូបក្លិនរសសម្លេងផោតតាពៈអ្វីដែលមកប៉ះរាងកាយយើងហ្នឹងគឺជាអារម្មណ៍ចិត្តយើងគិតពីអ្វីមួយអ្វីហ្នឹងគឺជាអារម្មណ៍អញ្ចឹងបងអញ្ចឹងភ្នែកដែលឃើញរូបទៅហើយរូបនោះល្អដែលយើងគប់ចិត្តរូបល្អក៏ដោយបើសិនមកយើងអត់គប់ចិត្តក៏យើងអត់ចង់ឃើញដែរមិនចង់ឃើញមិនចង់ជួបដែរប៉ុន្តែរូបនឹងល្អរឿងនឹងល្អជាសត្វក៏ដោយជាបុគ្គលក៏ដោយជាធម្មជាតិក៏ដោយអ្វីដែលយើងមើលទៅឃើញហើយវាកើតចិត្តរីករាយតាមផ្លូវចិត្តយើងដោយថាពេលខ្លះយើងចង់ទៅដើរកំសាន្តដូចញោមនារីឡើងភ្នំឯងមុនអញ្ចឹងឃើញអារម្មណ៍រីករាយអញ្ចឹងទៅឃើញទេពេលខ្លះទៅក៏ជាប់ចិត្តនៅក្នុងរឿងហ្នឹងហើយបបួលគ្នាឡើងភ្នំទៀតថាម៉េចបានបបួលទៀតឡើងទៀតថាមកពីការដែលឡើងភ្នំអីរីករាយហ្នឹងវាមានបណ្ដាលឲ្យចិត្តហ្នឹងរីករាយសប្បាយអញ្ចឹងអាហ្នឹងជាហេតុចិត្តជាហេតុដែលកើតឡើងញោមធ្លាប់ទៅលេងកំពង់សោមលេងសមុទ្រអីចឹងទៅក៏នឹកឃើញចិត្តតែចង់ទៅលេងសមុទ្រអីចឹងទៀតណាកំពង់សោមអីទៀតទៅហ្នឹងហើយលេងទឹកសមុទ្រលេងខ្សាច់អីចឹងទៅចិត្តហ្នឹងវាគិតដល់ក្នុងរឿងហ្នឹងហើយជាប់ក្នុងរឿងហ្នឹងចង់ទៅទៀតម្ដងទៀតចឹងណាអាហ្នឹងជាការជាប់នៅក្នុងអារម្មណ៍ជាលោភៈបងឯរសជាតិចឹងទទួលទានរសណាឆ្ងាញ់ក៏ចង់បរិភោគទៀតប៉ុន្តែរសជាតិណាដែលវាទាស់ចិត្តយើងវិញដាក់ទៅហឹលដាក់ទៅប្រាយពេកដាក់ទៅជូរពេកបើថាសឡមជូរពេកហ្នឹងហើយដាក់ទៅក្លិនវាខ្លាំងពេកថតក្លិនការីអញ្ចឹងដាក់ប៉ោយកាក់នឹងខ្លាំងពេកអ្នកខ្លះអត់ចេះក្លិនប៉ោយកាក់ទេក្លិនផ្កាច័ន្ទណាប៉ោយកាក់ផ្កាច័ន្ទក្រហមហ្នឹងអញ្ចឹងក្លិននឹងខ្លាំងពេកអត់ចេះទេទៀតអញ្ចឹងអ្នកខ្លះស្លមកជូរលោអីក្លិនប្រហុកនឹងខ្លាំងពេកក៏អត់ចេះដែរប៉ុន្តែអ្នកខ្លះក៏ដាក់ប្រហុកឲ្យរៀងក្លិនរៀងខ្លាំងពេកតម្រូវការចិត្តនៅផ្សេងគ្នាហ្នឹងបងពេលទទួលទានទៅវាត្រូវចិត្តយើងចេះតែចង់បរិភោគទៀតអញ្ចឹងណាបងអាហ្នឹងគឺលោភៈ